ปูhơiទឹកปูhơiបងប្អូនស្ងោជ្រក់ស្ងោជ្រក់បែបបុរាណปูhơiដាក់សាច់ត្រីត្រីរ៉ាប់យ៉ាស្រស់ដាក់ចូលភ្លុកហើយហាមគោបងប្អូនហាមគោឲ្យសោះខ្លាចស្អាតដាក់ទុកចឹងហើយតិចទៀតទឹកវាពុះមកទៅវាឆ្អិនទៅខ្លួនឯងតបមកយើងដាក់ម្ទេសបុកដាក់ផ្សិតលឹកម្រះព្រៅដឹងតែជាតិលេខ2គ្មាន1ស្ងោជ្រក់បុរាណទឹកពុះហើយត្រីចាប់ដើមឆ្អិនហើយយើងដាក់ផ្សិតម្ដងផ្សិតម្ជុលអានេះម្ជុលធំណាមែនណាម្ជុលទូចម្ជុលធំម្ជុលដេបាវផ្សិតនេះស្ងោជ្រក់បុរាណស្ទាយពូផាយុហើយតែចេះធ្វើប៉ុណ្នេះមួយម៉ាយ10មួយម៉ាយ7ជាតិទៀតក៏អត់ស្ដាយក្រោយដឹងតែជាតិអើយបើចាប់ដើមឆ្អិនត្រីឆ្អិនអីអស់ហើយយើងថែមគ្រឿងថែមអីតាមតម្រូវការរបស់យើងណាដាក់ប៊ីចេងស្កររ៉ូឌីស្អីទឹកត្រីទៅដាក់ទៅហើយតម្រូវការយើងចូលចិត្តមិនបែរខ្ញុំចូលចិត្តហឹលចឹងខ្ញុំបុកម្ទេសដាក់លើហើយទឹកក្រូចឆ្មាបងបាច់ទឹកក្រូចឆ្មាមួយម្ទេសហ្នឹងដាក់ថែមទៅទៀតទៅដាក់ភ្លក់ចឹងមកដួសទឹកលាងតិចមកដាក់បួកតមកដាក់ស្លឹកម្ល៉េះព្រៅទៀតឲ្យវាកាហាយកាហិលឲ្យរសជាតិវាដិតជាតិគ្មានពីរស្ទាយបុរាណប៉ុណ្នេះដួសដាក់ចានបាយដួសឲ្យម៉ែមួយចានជាតិធ្លាប់ធ្វើឲ្យម៉ែហូបម្ដងម៉ែថាអូជាតិណាស់កូនអើយឥឡូវធ្វើឲ្យគាត់ហូបទៀតប៉ុណ្នេះជីវិតមានន័យអេមណាស់បងប្អូនបំភ្លេចជួយ share ម្នាក់មួយផងបាទអរគុណច្រើនណាបងប្អូនចង់ចេះធ្វើអត់ចេះធ្វើទៅមើលតាម YouTube យូរអីខ្ញុំអត់បានប្រាប់លម្អិតណាយើងអាចឆ្នៃលេចឆ្នៃកើតបានតាមតម្រូវការរបស់យើងណាបងប្អូនណាបាទបាយ